នៅណាគេទៅដែលនឹងតែខ្ញុំកំពុងលាក់បាំងអ្វីខ្លះនៅពីក្រោមស្នាមញញឹមមួយនេះរាល់ថ្ងៃខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចជាទូសំណាញ់ម្នាក់នៅលើឆាកជីវិតដ៏ធំទូលាយមួយប៉ុន្តែជាឆាកដែលគ្មានកាមេរ៉ានិងគ្មានអ្នកដឹកនាំរឿងខ្ញុំត្រូវផ្លាស់ប្ដូរមុខរហូតនឹងដើរតួជាមនុស្សផ្សេងគ្នាទៅតាមពេលវេលានិងមនុស្សដែលខ្ញុំត្រូវជួបពេលនៅលេងសើចជាមួយគេឯងខ្ញុំប្រែជាមនុស្សក្រម៉ៅនិយាយលេងសើចច្រើនដូចជាក្មេងធ្វើឲ្យអ្នកដទៃខ្លួនសើចសប្បាយព្រោះខ្ញុំចង់ឲ្យគេឃើញថាខ្ញុំជាមនុស្សរីករាយនិងគ្មានកង្វល់ពេលដល់ម៉ោងធ្វើការខ្ញុំប្រូទៅជាមនុស្សស្ងប់ស្ងាត់ម៉ឺងម៉ាត់រក្សាគម្លាតនិងផ្ដោតលើភារកិច្ចចំពោះមុខយ៉ាងយកចិត្តទុកដាក់ពេលនៅកណ្ដាលចំណោមមនុស្សជាច្រើនខ្ញុំជ្រើសរើសធ្វើជាអ្នកស្ដាប់ដ៏ល្អម្នាក់ខ្ញុំអង្គុយញញឹមងក់ក្បាលយល់ស្របនិងទទួលស្ដាប់រឿងរ៉ាវនិងអារម្មណ៍របស់អ្នកដទៃដោយស្ទើរតែមិនដែលបានទម្លាយឬបន្តិចបន្តួចអំពីអារម្មណ៍ពិតរបស់ខ្លួនឯងឡើយប៉ុន្តែពេលវេលាដែលគួរឲ្យខ្លាចបំផុតគឺពេលដែលព្រះអាទិត្យលិចបាត់ហើយភាពងងឹតរត់ចូលមកជំនួសនៅពេលយប់ឡើងពេលដែលសម្លេងជុំវិញខ្លួនស្ងប់ស្ងាត់ពេលដែលគ្មាននរណាម្នាក់នៅក្បែរហើយខ្ញុំត្រូវដោះមុខទាំងប្រមាណចេញខ្ញុំក៏ខ្លាចជាមនុស្សឯកោស្រពោននិងទទេស្អាតម្នាក់ឯងភាពស្ងប់ស្ងាត់នៃរាត្រីបានដាស់សំណួរជាច្រើនឲ្យរត់បញ្ចេញគ្នាក្នុងខួរក្បាលរបស់ខ្ញុំវាសួរថាតើអត្តសញ្ញាណពិតប្រាកដរបស់ខ្ញុំនៅឯណាតើខ្ញុំជាក្មេងដែលចិត្តលេងសើចឬជាមនុស្សស្ងប់ស្ងាត់ឬជាមនុស្សដែលគ្មាននរណាម្នាក់ស្គាល់ច្បាស់តតែសោះការប្រឹងធ្វើខ្លួនជាមនុស្សរឹងមាំជាអ្នកបន្ធូរអារម្មណ៍ឲ្យគេនិងជាមនុស្សដែលសមស្របតាមការរំពឹងទុករបស់គេវាមិនត្រឹមតែធ្វើឲ្យខ្ញុំហត់នឿយផ្លូវចិត្តនោះទេប៉ុន្តែវាកំពុងតែធ្វើឲ្យខ្ញុំបាត់បង់ខ្លួនឯងបន្តិចម្ដងដោយមិនដឹងខ្លួនពេលខ្លះខ្ញុំគ្រាន់តែប្រាថ្នាចង់បានកន្លែងមួយឬមនុស្សម្នាក់ដែលខ្ញុំអាចដកដង្ហើមបានពេញសុខដែលមិនចាំបាច់បារម្ភពីការសម្ដែងមិនបាច់ធ្វើជាមនុស្សពូកែហើយអាចរស់នៅជាខ្លួនខ្ញុំពិតប្រាកដដែលមានទាំងចំណុចខ្សោយនិងភាពទន់ខ្សោយដែលគ្មានការវាយតម្លៃតែប៉ុណ្ណោះ